លោកស្រីអ្នកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីក្នុងនីតិស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាវេលាថ្ងៃនេះលោកអ្នកនាងនឹងបានស្ដាប់ការរៀបរាប់អំពីប្រទេសកម្ពុជានាសម័យអង្គរពីសតវត្សទី9ដល់សតវត្សទី14នៅក្នុងវគ្គទី1លោកអ្នកនាងនឹងបានស្ដាប់ការរៀបរាប់អំពីបរិជាដំបូងនាសម័យអង្គរនិងលទ្ធិទេវរាជកព្រះបាទជ័យវរ្ម័នទី2ព្រះបាទជ័យវរ្ម័នទី2ជាព្រះមហាក្សត្រដែលមានមហិទ្ធិឫទ្ធិខ្លាំងពូកែបានរំដោះប្រទេសកម្ពុជាឲ្យរួចផុតពីអំណាចជិះជាន់របស់រាជវង្សសិលន្ទរនៃកោះជ្វាផ្ដល់ឯករាជ្យដល់ប្រទេសជាតិហើយទ្រង់បានចាប់ផ្ដើមកសាងមូលដ្ឋានគ្រឹះនៃសម័យដ៏រុងរឿងនៃប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាគឺសម័យមហានគរឬក៏សម័យមហាអាណាចក្រខ្មែរនោះឯងព្រះបាទជ័យវរ្ម័នទី2ជាចៅមីងទួតរបស់ព្រះបាទបុព្វសករស័ក្តិដែលព្រះអង្គទ្រង់បានសាឡបងដោយគ្មានជោគជ័យក្នុងការបង្រួបបង្រួមមាតុភូមិនៃអាណាចក្រចេនឡាទឹករបស់ព្រះអង្គព្រះបាទជ័យវរ្ម័នទី2ប្រហែលជាត្រូវភៀសខ្លួនរបស់ព្រះអង្គក្នុងពេលដែលកើតវឹកវរចលាចលឬក៏ត្រូវចៅជ្វាចាប់នាំយកទៅកោះជ្វាទាំងគ្រួសារក្នុងពេលដែលពួកនេះបានចូលមកលុកលុយទីក្រុងសម្ភុបុរៈនៃអាណាចក្រចេនឡាទឹកហើយបានធ្វើគុតព្រះរាជាខ្មែរនៅឆ្នាំ787នៃគ្រិស្តសករាជហើយរឹបយកនគរខ្មែរដាក់ជាចំណុះជ្វាថែមទៀតផងនៅកោះជ្វាព្រះអង្គទ្រង់បានសិក្សាដើម្បីឲ្យដឹងច្បាស់នៃមូលដ្ឋានគ្រឹះនៃសាសនាដែលជាប្រភពអំណាចនៃអធិរាជលោកីនៃស្ដេចសិលន្ទររួចទើបទ្រង់យាងមកកាន់មាតុប្រទេសវិញនៅប្រហែលជាក្នុងឆ្នាំ800នៃគ្រិស្តសករាជមុនពេលឡើងសោយរាជ្យដោយមានការគាំទ្រយ៉ាងស្មោះស្ម័គ្រក្លៀវក្លាពីសំណាក់មេទ័ពជាច្រើនព្រះអង្គបានបង្រួបបង្រួមទឹកដីចេនឡាទឹកឲ្យមានឯកភាពនិងរីកចម្រើនយ៉ាងឆាប់រហ័សពេលយាងមកដល់មាតុភូមិដំបងព្រះអង្គទ្រង់គង់យាងនៅរាជធានីឥន្ទ្រពុរៈទំនងជាមានទីតាំងនៅបន្ទាយព្រៃនគរស្រុកត្បូងឃ្មុំខេត្តកំពង់ចាមសប្តាហ៍ថ្ងៃនេះគឺនៅទីនោះហើយដែលព្រះអង្គទ្រង់ទទួលយកព្រាហ្មណ៍ឈ្មោះថាសេវតៃវលយៈឲ្យចូលធ្វើជារាជាបរហិតរបស់ព្រះអង្គបន្ទាប់ពីឥន្ទ្រពុរៈព្រះអង្គទ្រង់យាងទៅគង់នៅខាងជើងបឹងទន្លេសាបជាដំបូងទំនងជាមានទីតាំងស្ថិតនៅខាងជើងប្រាសាទបន្ទាយក្តីគឺមានឈ្មោះថាគុតិរួចបន្ទាប់មកព្រះអង្គក៏យាងទៅគង់នៅហរិហរល័យក្នុងស្រុករលួសគឺសប្តាហ៍ថ្ងៃគឺស្រុកបាគងក្នុងខេត្តសៀមរាបហើយបន្ទាប់មកទៀតព្រះអង្គទ្រង់បដូរទីតាំងទៅគង់នៅអមរេន្ទ្រពុរៈដែលទំនងជាមានទីតាំងស្ថិតនៅចំទំនប់បារាយខាងលិចនៃបារាយទឹកថ្លាសប្តាហ៍ថ្ងៃចុងក្រោយបង្អស់ដោយមានព្រាហ្មណ៍សេវតៃវលយៈនិមន្តទៅជាប់ជាមួយព្រះអង្គផងព្រះអង្គទ្រង់ក៏ទៅគង់នៅលើភ្នំគូលែនដែលមានឈ្មោះថាមហិន្ទ្របរពតគឺនៅលើភ្នំគូលែននោះហើយអំឡុងឆ្នាំ802នៃគ្រិស្តសករាជដែលព្រះបាទជ័យវរ្ម័នទី2ទ្រង់បានប្រារព្ធធ្វើពិធីទេវរាជនៅក្នុងបំណងធ្វើឲ្យប្រទេសខ្មែរឬកម្ពុជាទេបានឯករាជ្យរួចផុតពីចំណុះជ្វារួចហើយរៀបចំពិធីអភិសេកធ្វើឲ្យព្រះអង្គមានឋានៈជាចក្រវាទិនស្ដេចចក្រវាលឬទេវរាជស្ដេចអតិទេពដែលពាក្យខ្មែរបុរាណហៅថាកំរតេងចក្រតរាជដែលឲ្យមានឋានៈជាទេវរាជឬក៏ស្ដេចអតិទេពនោះឯងអរគុណលោកស្រីអ្នកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីក្នុងការតាមដានស្វែងយល់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជានាសម័យអង្គរយើងជួបគ្នានៅសប្តាហ៍ក្រោយ